chết ban từ một bà lời làm ra sẵn từ tao bông ôn này ô đây về anh em đây ô con pro សួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជាវីដេអូដែលខ្ញុំបាទនឹងធ្វើដំណើរកំសាន្តលក្ខណៈគ្រួសារនៅសៀមរាបអីចឹងទៅណាបាទយើងក៏បានមកដល់ញ៉ាំអីខ្លះចឹងទៅបាទព្រោះអីមុននឹងទៅដើរលេងយើងត្រូវហូបបាយហូបឬក៏ហូបគុយទាវអីហើយបន្ទាប់ពីហូបអីហើយគិតលុយគិតកាក់ឲ្យអ្នកលក់អីចឹងទៅបាទកុំភ្លេចហូបហើយកុំភ្លេចឲ្យលុយចំណែកកូនប្រុសរបស់ខ្ញុំនេះក៏គាត់ដើរមករត់ឡានតែម្ដងបាទនិយាយរួមទៅប្រុសបែលគឺគាត់តាឡានទេបាទអញ្ចឹងបន្ទាប់ពីយើងហូបហើយក៏យើងធ្វើដំណើរទៅប្រាសាទអង្គរវត្តទាំងអស់គ្នាបាទហើយនេះគឺជាការធ្វើដំណើរតាមដងផ្លូវបាទសម្រាប់ការធ្វើដំណើរនេះផងដែរគឺមានទេសភាពស្អាតមែនទែនបាទអញ្ចឹងខ្ញុំឃើញព្រៃឈើដែលតាមដងផ្លូវណាសៀវផ្លូវគឺស្អាតមែនទែនបាទធំហើយនៅពេលដែលចូលទៅជិតដល់ទឹកដីលើណាថានិយាយថាប្រាសាទអង្គរវត្តរបស់យើងគឺមានអារម្មណ៍ថាត្រជាក់មានអារម្មណ៍ថាស្រស់ស្រាយមែនតើបាទហើយខ្ញុំទៅនេះគឺមាន2ឡានបាទឡានលឿងនៅខាងមុខហ្នឹងគឺជាឡានឈ្នួលរបស់ពូដែលបានជួលយើងបានធ្វើដំណើរអស់រយៈពេលជាច្រើននាទីបាទមើលទេសភាពខាងអីចឹងទៅបាទហើយនិយាយរួមទៅយើងមកលើកនេះគឺអត់មានគម្រោងអីទេបាទអញ្ចឹងដំបូងឡើយគឺយើងមកការទេបាទមកការបងប្អូននៅក្រុងសៀមរាបតពីកាសហើយយើងក៏បបួលគ្នាព្រឹកឡើងថ្ងៃសៅរ៍ក៏នាំគ្នាមកលេងនៅប្រាសាទអង្គរវត្តដោយសារពីក្រុងសៀមរាបមកកន្លែងអង្គរវត្តដូចជា7ទៅ8គីឡូម៉ែត្រដែរទេបាទហើយបន្ទាប់ពីយើងបានមកដល់នឹងហើយក៏យើងទិញកៅអៅនេះប៉ុន្តែខ្ញុំមានពីវីដេអូបាទហើយបន្ទាប់ពីអីយើងហើយក៏យើងដើរមកលេងតែម្ដងបាទនេះវីដេអូនេះគឺលក្ខណៈថារៀងកាត់ដែរបាទហើយនិយាយរួមទៅទម្រាំដើរម្ដងហ្នឹងគឺក្តៅមែនតើបាទហើយរីឯចំណែកកូនកំមុំខ្ញុំវិញគឺឲ្យទៅដល់កន្លែងស្អាតថតគឺគាត់គេងលក់តែម្ដងបាទអត់យល់នេះគឺខ្ញុំបានថតខ្លួនឯងខ្លះទៅកុំឲ្យថាអត់មានខ្លួនឯងអញ្ចឹងទៅណាហើយបន្ទាប់ពីយើងដើរហើយមកដល់យើងថតលក្ខណៈគ្រួសារជួបជុំបងប្អូនហើយក៏យើងសម្រាកខ្លះអង្គុយខ្លះអ្នកខ្លះក៏ថត selfie អញ្ចឹងអ្នកខ្លះក៏មើលលើក្រោមបងដឹងថាម៉េចបានបុព្វបុរសខ្មែរយើងអស់ចាម៉ែអញ្ចឹងមកនេះគឺមានមនុស្សម្នាច្រើនមែនទែនហើយខ្ញុំដើរនេះគឺម៉ោងជាប្រហែល10ថ្ងៃបាទគឺក្តៅមែនទែនបាទហើយនៅពេលដែលខ្ញុំមកលើកនេះគឺខ្ញុំបានឃើញព្រះសង្ឃក៏ដូចជាពុកម៉ែបងប្អូនដែលបានមកទស្សនកិច្ចនៅអង្គរវត្តណាឃើញគាត់ដើរលក្ខណៈជាជួយខ្ញុំដឹងថាគាត់មានអីទេបាទហើយបន្ទាប់ពីយើងដើរអស់រយៈពេលយូរក៏យើងមកសម្រាកនៅកន្លែងនេះសិនទៅបាទមកសម្រាកក្រោមកន្លែងដើមឈើមួយដោយសារតែវាក្តៅពេកហើយមកលើកនេះគឺបងប្អូនគាត់ដល់ពេលក្តៅយ៉ាងហ្នឹងក៏ដើរមកខាងបងរកន្លែងដើរខ្លះណាកន្លែងមកលុបអីចឹងទៅហើយចំណែកណោះប្រុសបែលវិញគឺអត់ដែរខ្វល់ទេដើរឈ្ងោកមុខទេហត់អស់ជើងណាអាណិតគាត់ដែរប៉ុន្តែធ្វើម៉េចបើដល់ទីនេះហើយយើងត្រូវតស៊ូចឹងណាមែនតើអស់កម្លាំងគាត់ដើរឆោករួចទេអាណិតដែរប៉ុន្តែធ្វើម៉េចឲ្យគាត់ចេះហត់ចេះអីខ្លះចឹងទៅបាទហើយបន្ទាប់ពីដើរហើយណោះពុកបែលដើរណាណីចឹងទៅបាទបាទឥឡូវយើងបានមកដល់ខាងក្នុងហើយបាទនេះគឺជាកំពូលប្រាសាទ5ដែលយើងថតឃើញមកណាបាទទេសភាពគឺស្អាតមែនតើបាទហើយខ្ញុំមកសាមុនបានឡើងប៉ុន្តែសាននេះហើយជឿបានឡើងនេះដោយសារតែមាន baby មកជាមួយ Belly មែនទេកូនកន្លែងដែលយើងគន់មកពីចម្ងាយមកឃើញកំពូល5ណាបាទហ្នឹងគឺខ្ញុំឈរថតហ្នឹងគឺនៅក្នុងប្រាសាទហ្នឹងឯងកំពូល5បាទហើយទីទៀតយើងនឹងឃើញច្រកដែលគេឡើងទៅខាងលើណាហើយខ្ញុំមកចំនួន2ដងហើយការលើកមុនខ្ញុំមកនៅក្នុងឆ្នាំ2019ពេលនោះខ្ញុំរៀនជានិស្សិតនៅឆ្នាំទី2បាទហើយខ្ញុំក៏ដើរមក selfie សេះអីនៅក្រៅទៅរួមនឹងថតវាអីទេដោយសារខ្ញុំមានកម្រោអីចឹងណាបាទតែមកក៏ឃើញរូបភាពស្អាតអីដែរក៏ថតនេះគឺជាច្រកដែលយើងត្រូវឡើងណាបាទជាច្រកយើងត្រូវឡើងទៅលើបាទឡើងទៅលើទៅគឺ
tức khơi nhà nơi khang lệchឆ្ងាយមែនតើមកហើយខ្ញុំក៏ថតលេងនិយាយនេះនោះដឹងណានអីទេប៉ាត់ណាប៉ាត់អីទៅបាយឡាំទៅបាយឡោហ្នឹងទៅបាទហើយដឹងស្អីស្អាតទេវីដេអូហ្នឹងបាទហើយអ្នកមើលកុំជេរកុំអីបាទពួកខ្ញុំអត់បានត្រៀមលក្ខណៈមាន plan មានអីទេបាទមកថតបាយឡាំបាទជុំណាដាំជុំតាគាត់យឺតមកលឿនអូននេះគឺកំពូលខាងមុខគាត់ នេះអាជីពទេបាទហើយខ្ញុំធ្វើនេះគឺដើម្បីធ្វើសម្រាប់ខ្លួនឯងពេលស្អប់សុកអញ្ចឹងមើលអញ្ចឹងទៅបាទហ្នឹងហើយពេលបានចូលមើលកុំភ្លេចជួយ comment ម្នាក់មួយអញ្ចឹងណាបងប្អូនខ្ញុំនឹងចេញវីដេអូក្រោយគុណប្រុសខ្ញុំគាត់អស់ជើងមកខ្ញុំទៅពេលទៅកន្លែងឡានវិញគឺខ្ញុំអស់ដែរបាទអាណិតគាត់ខ្លោចចិត្តក្តៅហើយយំទៅអត់មានណាគេមកដល់ហ្នឹងទេបាទមានតែប្រហែលអ្នកទេខ្ញុំកូនខ្ញុំហើយនឹងប្រពន្ធហើយនឹងកូនបាទប៉ុណ្្នឹងទេចំណែកបងគាត់មកត្រឹមតែពាក់កណ្ដាលប្រាសាទអង្គរគឺគាត់ត្រឡប់ back ទៅវិញហ្មងដោយសារគាត់ក្តៅហត់គាត់ស៊ូអញ្ចឹងណាខ្ញុំមានណាស៊ូឲ្យមកដល់ទីហើយមានបានឡើងទេដោយសារតែក្តៅអញ្ចឹងណាហើយណែបងប្អូនដូចជាជូហើយនឹងពិសីគឺគាត់មិនបានឡើងទេដោយសារក្តៅដែរហើយប្រញាប់ទៅឡានវិញទៅបាទបន្ទាប់ពីហើយខ្ញុំក៏ត្រឡប់ទៅវិញម៉ែត្រឡប់ទៅវិញដើរបានដូចជាដល់ឡានប្រហែលជា2នាទីភ្លៀងមកបដ ாய் អូដូចជាបនអញ្ចឹងអូបើសិនភ្លៀងវិញកូនផងអីផងនឹងណានអីទេនៅក្នុងបាទវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសូមអរគុណជួបគ្នានៅឆ្នាំក្រោយឬក៏ក្រោយទៀតបាទអរគុណ